តោះបាញ់និយាយអីច្រើនទេបើកម្មវិធី Photoshop មកយើងមកធ្វើ poster កាហ្វេទាំងអស់គ្នា Let's go ឥឡូវយើងចូលមកក្នុងកម្មវិធី Photoshop ហើយអញ្ចឹងមុននឹងធ្វើទាំងអស់គ្នាត្រូវដាក់ guideline ឲ្យposter យើងឬក៏ការងាររបស់យើងអញ្ចឹងមកហើយទាំងអស់គ្នាត្រូវធ្វើទៅលើ background មុនអញ្ចឹងខ្ញុំប្រើ solid color ហើយយើងចាក់ពណ៌ឲ្យដូចគេអញ្ចឹងមកគឺពណ៌ flash ចាស់បន្ទាប់មកទៀតគឺខ្ញុំនឹង copy Ctrl J មួយដើម្បីធ្វើទៅលើ background យើងឲ្យបានស្អាតអញ្ចឹងយើងនឹង copy color ដូចគេអញ្ចឹងមកពណ៌រៀង flash រៀងខ្ចីបន្តិចមកហើយទាំងអស់គ្នាចុច Ctrl I ដើម្បីinvert mask វិញអញ្ចឹងណាហើយខ្ញុំនឹងប្រើ gradient គឺឆូតពីលើចុះមកក្រោមអញ្ចឹងមកដើម្បីបដិញពណ៌វាឲ្យបានស្អាតអញ្ចឹងទៅហើយទាំងអស់គ្នាអាចមើលបានថាខ្ញុំនឹងធ្វើបែបម៉េចអញ្ចឹងខ្ញុំនឹង copy color លើគេគឺ Ctrl J មួយទៀតហើយខ្ញុំនឹងបដូរវាទៅជាពណ៌រៀង font បន្តិចរបៀបflash បែកទៅពណ៌ font រៀងទៅដោះគោអញ្ចឹងទៅហើយយើងនឹង merge mask វាម្ដងទៀតហើយម្ដងនេះគឺខ្ញុំនឹងប្រើ brush tool ដើម្បីផាត់នៅ background របស់យើងឲ្យរៀង font ឲ្យដូចគេអញ្ចឹងទៅដោយសារតែយើង focus ឬក៏យើងធ្វើទៅតាមដូចគេហើយយើងច្នៃខ្លួនយើងតិចអញ្ចឹងខ្ញុំនឹងតម្លាក់ flow វានៅ file ជាងហើយ quality គឺខ្ញុំដាក់70អញ្ចឹងទៅបងប្អូនគ្នាអាចធ្វើជាក់ស្ដែងបានថាបងប្អូនគ្នាឆ្លាញ់ប៉ុណ្ណាអីប៉ុណ្ណាអញ្ចឹងណាអញ្ចឹងខ្ញុំផាត់ហើយអញ្ចឹងនៅពេលដែលបានប៉ុណ្ណឹងបងប្អូនគ្នាត្រូវគ្រប់វាមក rename វាដាក់ BG អញ្ចឹងទៅអញ្ចឹងអ្វីដែលធ្វើគឺធ្វើជើងត្រអញ្ចឹងខ្ញុំនឹងប្រើ pen tool ហើយគឺខ្ញុំយក shape គឺខ្ញុំដោះ stroke ចេញគឺខ្ញុំដាក់ fill អញ្ចឹងបងប្អូនគ្នាគូសមកដូចគេអញ្ចឹងក៏បានឬក៏បងប្អូនគ្នាមាន idea ថ្មីបងប្អូនគ្នាដាក់ idea ថ្មីរបស់បងប្អូនគ្នាអញ្ចឹងទៅអញ្ចឹងនៅពេលដែលបានហើយអ្វីដែលខ្ញុំគូធ្វើនោះគឺខ្ញុំនឹងធ្វើពណ៌វាឲ្យរៀងខ្មៅបន្តិចអញ្ចឹងខ្ញុំនឹងទាញ shape របស់យើងរៀងមកលើបន្តិចអញ្ចឹងណាកុំឲ្យវាទៅក្រោមពេកអញ្ចឹងទៅអញ្ចឹងនៅពេលដែលបានប៉ុណ្ណឹងគឺខ្ញុំនឹងប្រើ curve ដើម្បីតម្លាក់ពណ៌ឲ្យរៀងពី font មករៀងខ្មៅបន្តិចអញ្ចឹងយើងទាញចុះមកក្រោមមកអូខេពេលដែលបានប៉ុណ្ណឹងហើយគឺខ្ញុំនឹង merge គឺ Ctrl I ហើយគឺខ្ញុំនឹងប្រើ brush tool ទៀតដើម្បីផាត់វារៀង font អញ្ចឹងទៅអញ្ចឹងយើងផាត់វាបន្តិចមកឲ្យរៀងខ្មៅបដិញអញ្ចឹងណាកុំឲ្យវា font ពេកអញ្ចឹងយើងផាត់ទៅតាមអ្វីដែលយើងចង់បានអ្វីដែលយើងគិតថាសំនឹងភ្នែករបស់យើងអូខេដល់ពេលដែលបានប៉ុណ្ណឹងគឺខ្ញុំ double click លើវាពីរដងហើយខ្ញុំនឹងដាក់enter shadow ឲ្យវាដើម្បីឲ្យវាឃើញរបៀបថាជើងតម្រយើងគឺមានថ្នាក់អញ្ចឹងណាដល់សារតើយើងមើលទៅតាមសភាពកែវរបស់យើងដែរអញ្ចឹងគឺខ្ញុំមានកែវមួយគឺកែវ ai latte អូខេដល់សារកែវយើងថតរបៀបត្រង់ហ្មងដូចគេដែរគេថតរៀងពីក្រោមទៅលើអញ្ចឹងគេធ្វើជើងតម្រហ្នឹងទៅតាមប្រភេទកែវរបស់គេអញ្ចឹងទៅអញ្ចឹងខ្ញុំនឹង zoom វាបញ្ចូលបន្តិចឲ្យវានៅកណ្ដាលអញ្ចឹងទៅឲ្យសមអញ្ចឹងណាបងប្អូនគ្នាអូខេនៅពេលដែលបានប៉ុណ្ណឹងហើយបងប្អូនគ្នាត្រូវធ្វើ shadow ឲ្យកែវរបស់យើងអញ្ចឹងខ្ញុំនឹងឈរលើជើងតម្រយើងហើយខ្ញុំនឹងដាក់ exposure ឲ្យវាដើម្បីតម្លាក់ឲ្យវាពណ៌ខ្មៅបន្ទាប់មកខ្ញុំចុច Ctrl I ដើម្បី invert វាបន្ទាប់មកទៀតខ្ញុំនឹងប្រើ pen tool ហើយម្ដងនេះគឺខ្ញុំអត់យក shape ទេគឺខ្ញុំយក pad ដើម្បីគូសវាអញ្ចឹងគឺខ្ញុំគូសមកឲ្យរៀងសមបន្តិចអញ្ចឹងណាអូខេអញ្ចឹងយើងគិតថាប៉ុណ្ណឹងវាអូខេហើយអញ្ចឹងយើងចុច Ctrl Enter មកគឺវាចេញ selection អញ្ចឹងបន្ទាប់មកគឺខ្ញុំនឹងប្រើ brush tool ទៀតដើម្បីផាត់វាបដិញពីក្រោមទៅលើដោយសារយើងមិនអាចទុកស្មៅយើងឲ្យឃើញទាំងដុលអញ្ចឹងទេកាលណាទុកឃើញទាំងដុលអញ្ចឹងគឺវាអត់សូវស្អាតទេបងប្អូននៅពេលដែលខ្ញុំផាត់អ្វីដែលខ្ញុំចង់បានហើយគឺខ្ញុំនឹងduplicate layer យើងឲ្យបាន2ដើម្បីឲ្យវារៀងដិតខ្មៅអញ្ចឹងណាអូខេអញ្ចឹងខ្ញុំនឹងថែមខ្ញុំនឹងថយទៅតាមអ្វីដែលខ្ញុំចង់បានអ្វីដែលយើងមើលទៅសមនឹងភ្នែកយើងបងប្អូនគ្នាអាចមើលវាបានហើយបងប្អូនគ្នាអាច
apply ទៅតាមអ្វីដែលទាំងអស់គ្នាចង់បានចឹងទៅខ្មៅពេកក៏មិន form ស្រាលពេកក៏អត់ form ដែរចឹងខ្ញុំគិតថាប៉ុណ្ណឹងល្មមហើយចឹងខ្ញុំនឹងបង្កើតម៉ាស់មួយដើម្បីទាញវាឲ្យកុំឲ្យវាឃើញខ្មៅពេកជះពេកចឹងណាអូខេបានប៉ុណ្ណឹងហើយខ្ញុំនឹងដាក់អក្សរដូចគេចឹងទាំងអស់គ្នាត្រូវ touch មកចឹងខ្ញុំដាក់ I latte អក្សរខ្មែរហើយអូខេខ្ញុំគិតថាប៉ុននេះគឺដូចជាប៉ុនមួយដែលខ្ញុំចូលចិត្តហើយចាខ្ញុំនឹង align វាទៅកណ្ដាលឬក៏ទាំងអស់គ្នាអាចត្រូវមើលប៉ុនណាដែលស្អាតឬក៏ form ចឹងតែឥឡូវខ្ញុំដូរប៉ុនតិចឥឡូវខ្ញុំយកប៉ុននេះមើលទៅវាស្តៀងគេចឹងណាវារៀងត្រូវវែងចឹងទៅចឹងដើម្បីដាក់របៀបអក្សរដូចគេបណ្ដេញបានទាំងអស់គ្នាចូលមកកាន់ blending option ទាំងអស់គ្នាមកស្ដាំយកពាក្យ blending option មកចឹងអ្វីដែលទាំងអស់គ្នាធ្វើគឺដាក់ gradient overlay ចុចប៉ាត់មកចឹងយើងនឹងទៅឆក់ពណ៌ដូចគេយើងយក basic ហើយអានេះយើង double click មកគឺយើងឆក់ពណ៌ដូចគេក៏បានឬក៏ទាំងអស់គ្នាដាក់ពណ៌ទៅតាម background យើងក៏បានដែរឥឡូវខ្ញុំឆក់ដូចគេចឹងមកយើងដាក់រៀងចាស់មិនតិចចឹងណាអូខេហើយយើងទាញវាឲ្យយើងនិយាយរួមទៅយើងទាញធ្វើម៉េចឲ្យ form ទៅនឹងភ្នែករបស់យើងណាថាប៉ុណ្ណឹងអូខេអត់ចឹងយើងដូរពី blending add មក blending mode មកតមកទៀតខ្ញុំនឹងចុច alt ឲ្យជាប់ទាញវាមកដើម្បីដាក់អក្សរអង់គ្លេសគឺ I latte អូខេគឺខ្ញុំដាក់ប៉ុណ្ណឹងហើយចឹងខ្ញុំអត់ចង់បានពណ៌ដូចគេទេគឺខ្ញុំនឹងដាក់ពណ៌សអញ្ចឹងណាដោយសារយើងដាក់ពណ៌ហ្នឹងពេកមានអារម្មណ៍ថា product របស់យើងគឺធម្មតាពេកអញ្ចឹងខ្ញុំនឹង change ពណ៌វាហើយយើងព្រិចប្រូមឬក៏ទាញអីឲ្យ form ទៅនឹងភ្នែករបស់យើងកុំដាក់ធំពេកយើងដាក់ focus ទៅលើអ្វីមួយដែលធំអញ្ចឹងទៅអញ្ចឹងខ្ញុំនឹងដូរពណ៌មកពណ៌សហើយចឹងខ្ញុំនឹងដាក់តម្លៃចឹងយើងគូសellipse tool មួយមកហើយយើងនឹងដាក់fill ពណ៌សហើយយើងនឹង copy វាបាន 3 4 មកចុច alt ឲ្យជាប់ទាញវាមកហើយខ្ញុំនឹងធ្វើរបៀបដាក់កន្លែងតម្លៃចឹងខ្ញុំនឹងទាញបរិចប្រូមទៅតាមអ្វីដែលខ្ញុំចង់បានចឹងយើងចុច fill ឲ្យជាប់យើង control E ដើម្បី invert layer ទាំងអស់ហ្នឹងចូលគ្នាហើយយើងចុចទៅជា smart object មកអូខេខ្ញុំដាក់ហើយអក្សរត្រង់នេះគឺខ្ញុំនឹងដាក់មួយកែវតម្លៃត្រឹមតែ 4500 ឥឡូវយើង touch ចូលអក្សរចូលទៅឬក៏ product ទាំងអស់គ្នាលក់មួយកែវ 5000 6000 ទាំងអស់គ្នាដាក់ទៅតាមហ្នឹងទៅតែកន្លែងនេះគឺខ្ញុំនឹងដាក់ 4500 អូខេគឺយើង touch ចូលធម្មតាងាយអក្សរអត់មានអីពិបាកទេតោះតែយើងវាយលេខបញ្ចូលឲ្យ form room ចឹងទៅអញ្ចឹងគឺ poster យើងគឺចិត្តចប់ហើយបងប្អូនគ្នាចុច OK មកយើងនឹងបាន poster មួយដែលសាមញ្ញងាយយល់ clean ហើយបងប្អូនគ្នាចង់ export ងាយទេចូលមកកាន់ file យក export យក export as ហើយបងប្អូនគ្នាត្រូវ folder ដែរបងប្អូនគ្នាចង់ដាក់ចឹងទៅហើយវីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាមានប្រយោជន៍ទៅដល់ទាំងអស់គ្នាដែលទើបតែចាប់ផ្ដើម design ថ្មីហើយយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ